មើលនីតាក្មួយអ៊ំនាងចាំស្ដាប់ខ្ញុំនិទានរឿងគេរាយតែអ៊ំផ្សំគ្រឿងនិទានរឿងរៀបការបុរាណម្ដេចមិនឲ្យពុតពីតូចដល់តែធំឡើងពួតមិនបានដូច្នេះឲ្យក្មួយកលយ៉ាងស្ដាប់រឿងបុរាណដូចតទៅពេលក្មួយមានកូនប្រយ័ត្នណាបើនីតាក្មួយហើយមានស្រីមេម៉ាយប្តីចាក់ចោលកាយដោយមាំងរណាខ្សែសល់កូនប្រុសមួយនៅតូចខ្ចីពិសីអប់លោករំលុកដល់ដឹងក្តីក្រាន់អាយុប្រមាណ 4-5 ឆ្នាំចុះស្រងាំនៅតូចយ៉ាងពេកពួនកូនប្រុសនារីមេម៉ាយក្រាន់តែតាស់នៅទន់ដើរទៅផ្ទះគេកូនឲ្យឃើញគេជ្រុះត្របែកឬគេបេះត្របែកគេយកទៅដាក់នឹងជាលកញ្ឆេគេបេះផ្លែត្របែកកូននោះទៅយករបស់ផាន់គេមិនលឺមាត់ទេព្រោះឃើញតូចខ្ចីនេះតាអើយក្មួយអ៊ំដែលយកមកឲ្យម្ដាយអសឹងអីម្ដាយរិទ្ធញញឹមពុនពេកក្រៃឃើញកូនតូចខ្ចីចេះលួចគេយកផ្លែត្របែកមកឲ្យម្ដាយនាងមេម៉ាយអម្លេះទេទឹកមុខញញឹមក្រហមណាក្រហេកូនចេះលួចគេមកឲ្យម្ដាយខ្លួនម្ដាយខ្លួនដល់ក្មេងឃើញម្ដាយញញឹមប្រៃហាក់យល់អត្តន័យយ៉ាងមមួនម្ដាយវានៅហើយភ្លេចខ្លួនកូនទៅលួចគេដទៃទៀតអាយុបាន7 ឆ្នាំឃើញផ្ទះគេវហាលត្រីងៀតលួចកាច់មកខ្លះយកមកឲ្យម្ដាយទៀតម្ដាយឆ្លៀតញញឹមហើយនឹងត្រេកអរក្លប់ដៃលួចគេឡើងដល់ធំខ្លាយជាមេចៅមួយយ៉ាងមាំអាយុ18-20ហើយណលួចនេះកែអើយលួចនោះមិនចេះចប់សោះព្រោះម្ដាយត្រេកអរមិនបានអប់រំឲ្យយល់លៃថចេះតែត្រេកអរកូនលួចគេខ្លាយជាច្បងធំនៃក្រុមចៅលួចគេហែហូធ្លាប់ដៃហែធ្លាប់ដៃដែរអញលួចទាំងជនជាតិចិនលួចទាំងជនជាតិខ្មែរណា
លួចយកស្រូវស្រែរបស់គេផងស្រាប់តែអ្នកស្រុកអត់ទ្រាំកំបានលួចគេស្ទើរគ្រប់ប្រានជាម្ដងគេប្តឹងរាជការព្រោះចិត្តគេមកគេអត់មេត្តាផងថាកូនកំព្រាពុកគេសំខាន់ពីលរាជការគេដេញញីចាប់ទាញផ្គាក់កំបិតដីកាប់អញឲ្យកើតរងទុកទេរងទុកទេនេះតាយក្មួយស្រីឯក្មេងនឹងរត់ពេញទាំងស្រុកអត់មាននរណាគេយល់ក្តីសុខគេឲ្យរងទុកព្រោះធ្លាប់លួចគេអ្នកខ្លះស្គាល់ក្មេងនឹងតាំងតែពីកុមារាអូអាកូននឹងវាលួចតាំងពីសើនឹងផុតងាវាលួចយាយយកទៅឲ្យម៉ែលើវាធ្លាប់ឲ្យដៃលួចរហូតដល់ហ៊ានផ្លាន់អស់គេរាជការធ្វើល្បិចល្បងចាប់ល្បែងអាប្រុសកូនម៉ែជាប់ខ្នងទៅហើយអាប្រុសកូនម៉ែជាប់ខ្នងទៅហើយម៉ែយំម៉ែរងងជួយកូនខ្ញុំផងណាអ្នកកើអត់ពីកូនខ្ញុំគ្មានពឹងណាឡើយជួយកូនខ្ញុំហើយអាណិតទេខ្ញុំកាយចំណែករូបខ្ញុំរស់កំព្រាប្តីមានឈ្មោះថាជាស្រីមេម៉ាយបើកូនជាប់ទោសអោកូនមាសម្ដាយកូនប្រុសហើយឆាមចាយម្ដាយជ្រកកាយទៅពឹងណាណែឈប់សិនលោកតម្រួតអ្នកត្រួតស្រុកត្រួតទេណាឈប់ទៅសិនលោកតម្រួតមុននឹងយកខ្ញុំទៅដាក់គុកទៀតមុននឹងយកខ្ញុំទៅដាក់គុកខ្ញុំសូមជួបម្ដាយខ្ញុំសិនមើលម៉ែខ្ញុំសូមខ្សឹបមួយម៉ែឯងកុំព្រួយខ្ញុំសូមខ្សឹបមិនមែនកិនម្ដាយអោនទៅជាទាំងទឹកភ្នែករហាមកូនហាមាត់ខ្សឹបម្ដាយខំទៅគិតកិនម្ដាយប្រុងហើយគិតភិនថាអូនថាកូនខ្សឹបអញរឿងអ្វីកូនប្រុសកាយហាមាត់ខំទៅជាម្ដាយក្រឹបដាច់បន្តិចទៅហើយក្មួយស្រីកូនខ្សឹបបន្ថែមតបពិតអ្នកម្ដាយជាស្រីបើសិនបើលោកអប់រំខ្ញុំពីតូចអើយហើយបែបមិនអីទេណាលួចពីតូចគេមិនប្រកាន់ព្រោះគេខ្ញុំនៅក្មេងខ្មែរចាឥឡូវខ្ញុំធំមិនបានទេធ្លាប់ដៃឲ្យម៉ែមិនចេះតែត្រេកអរឲ្យតែខ្ញុំមកលួចបានយកទៅឲ្យម៉ែញញឹមបវរពីដើមឡើយពីតូចឡើយពេលដែលខ្ញុំលួចបានម៉ែត្រេកអរខ្ញុំបន្តព្រោះពេញចិត្តម៉ែការពិតដល់ខ្ញុំធំទើបដឹងទៅវាខុសច្បាប់គេនៅចុះហើយម៉ែថ្លៃរាប់ខែឆ្នាំថ្ងៃដឹងថ្ងៃណាដែរកូនប្រុសជាប់ទោសព្រោះលួចប្លន់គេយំហៅចុះម៉ែមកវិញពំបាទកាលកូននៅតូចមិនព្រមប្រដៅលួចបានម៉ែពៅលោកអប្រមាណឥឡូវដល់កូនធំអង្គប្រាំកែខ្លួនមិនបានមានតែច្បាប់ឥឡូវគាត់កូនជាប់ទោសទៅហើយទោះបីម៉ែយំដល់ស្លាប់ក៏មិនអាចរួចដែរកុំ
ពុតស្រឡៅកុំប្រដៅមនុស្សខូចខ្លះគេថាកុំប្រដៅស្រីខូចប៉ុន្តែយើងថាកុំប្រដៅមនុស្សខូចឬក៏យើងថាបើសិនយើងឲ្យចង្ពុតដែកឬចង់ប្រដៅមនុស្សត្រូវតែអប់រំតាំងពីតូចប៉ុន្តែតែចុះរឿងជាប្រយោជន៍ខ្ញុំបានស្ដាប់លោកបណ្ឌិតដែរកុលភេងគាត់ចាស់មិនមែនក្មេងប៉ុន្តែគាត់គឺជាព្រឹទ្ធខ្ញុំសែនសប្បាយចិត្តស្ដាប់រឿងរួចពិតមកច្រៀងចាប់បៃលេងរឿងនេះចាប់ហើយនេះតាក្មួយស្រី